ធ្លាប់តែឮចាស់ពីដើមនិយាយថាឆ្មាក៏មានសម្បុរ3ហាក់កន្លងសាកសពដែលស្លាប់គឺខ្មោចនឹងងើបឡើងវិញហ្មងហើយនិយាយពីថាជឿអើយជឿខ្លាចអើយខ្លាចប៉ុន្តែធេតុពិតគឺអត់ទេអ្នកនរគ្នាអើយឆ្មានេះហៅតែឆ្មាសម្បុរ3នឹងលក់អត់បានផងអ្នកនរគ្នាប្រភេទនេះគឺប្រភេទកម្រងាយមានទេអានេះសម្រាប់ពូជនេះជាភាសាអង់គ្លេសគេហៅថា Calico Munchkin Cat ប្រភេទជើងខ្លីហើយសម្បុរ3អ្នកនរគ្នាប្រភេទនេះគឺកម្រខ្លាំងមែនទែនហើយរឿងមួយទៀតដែលអ្នកនរគ្នាដែលដឹងខ្ញុំចង់ប្រាប់ថាប្រភេទឆ្មាសម្បុរ3គឺកម្រមានឆ្មាឈ្មោលសឹងថាអត់មានហ្មងគឺញីសឹងថា90%ហ្មងប្រភេទសម្បុរ3គឺអត់មានឆ្មាឈ្មោលទេអ្នកនរគ្នាមានតែឆ្មាញីទេចេះសម្រាប់អ្នកខ្លះគឺក៏អត់ដែរដឹងទេប្រភេទនេះគឺកម្រខ្ញុំអត់ងាយទិញបានទេអ្នកនរគ្នាអើយហើយឥឡូវហ្នឹងគឺមាននៅក្នុងស្តុកមួយMunchkin Calico ប្រភេទជើងខ្លីសម្បុរ3នៅក្រៅស្អាតកំមាប់ខ្លាំងមែនតែនហ្មងកំមាប់ហើយនឹងក៏ទឿក៏តន់ហ្មងចឹងសម្រាប់អ្នកនរគ្នាដែលស្រឡាញ់អាចធ្វើការមកមើលដល់ហាងបានមកក្បាលនេះគឺខ្ញុំមាននៅក្នុងស្តុកហ្នឹងបាយបាយ